សិក្សាវត្តប្រាសាទស្រះកណ្ដាលខ្ចាស់របស់យើងហ្នឹងគឺយើងបានប្រើពេលជាង12ឆ្នាំហើយឆ្នាំនេះជាឆ្នាំទី13ហ្នឹងហើយចឹងលទ្ធផលដែលយើងទទួលបានកន្លងមកហ្នឹងគឺមិនតិចជាង1000អង្គទេដែលបានបួសហើយក៏រៀនបួសហើយក៏រៀនអង្គខ្លះក៏បានបន្តទៅថ្នាក់មធ្យមសិក្សាអង្គខ្លះក៏បានទៅឧត្តមសិក្សាអង្គខ្លះក៏បានលាចាកសិក្ខាបទអញ្ចឹងជីវិតអ្នកបួសគឺមិនទៀងទេតែគ្រាន់តែផ្ដាំថាយើងសួរខ្លួនឯងថាយើងទៅដើម្បីប្រយោជន៍ណានៅដោយវត្តប្រាសាទស្រះកណ្ដាលខ្ចាស់របស់យើងហ្នឹងគឺថាចម្រុះកូនស្រុកហ្នឹងតិចតួចណាស់ហ្នឹងតែដែលនិមន្តមកគង់នៅទីនេះច្រើនហ្នឹងគឺចម្រុះខេត្តមានខេត្តបាត់ដំបងខេត្តពោធិ៍សាត់ខេត្តសៀមរាបខេត្តឧត្តរមានជ័យខេត្តព្រះវិហារខេត្តស្វាយរៀងខេត្តព្រៃវែងនឹងមានចម្រុះខេត្តហើយជាពិសេសគឺក្នុងខេត្តបន្ទាយមានជ័យដែលនៅតាមបណ្ដាស្រុកផ្សេងអញ្ចឹងយើងសួរខ្លួនឯងថាយើងមកដើម្បីប្រយោជន៍ណាយើងត្រូវញ៉ាំងប្រយោជន៍នោះឲ្យសម្រេចហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គបានមានពុទ្ធដីកាអញ្ចឹងដែរថាអ្នកមកដើម្បីប្រយោជន៍ណាអ្នកចូលញ៉ាំងប្រយោជន៍នោះឲ្យសម្រេចហ្នឹងគឺអវាទដំបូងមានអញ្ចឹងបកណាក៏ព្រះអង្គមកគង់នៅទីនេះគឺប្រយោជន៍ដែលមកហ្នឹងដើម្បីការសិក្សារៀនសូត្រការសិក្សារៀនសូត្រចឹងការសិក្សារៀនសូត្រហ្នឹងគឺត្រូវទៀមទាវិធីផ្សេងពីគ្នាប៉ុន្តែក្នុងចំណោមនៃវិធីទាំងអស់ជៀសមិនផុតពីសុចិពុលិទេណាសុចិពុលិចឹងសូមផ្ដាំដល់សាមណសិស្សឆ្នាំសិក្សាថ្មីនេះឆ្នាំ2024 2025នេះគ្រប់កម្រិតមុខវិជ្ជាទាំងផ្លូវលោកទាំងផ្លូវធម៌ហ្នឹងគឺថាត្រូវតន្ទិញឲ្យបានជាមូលដ្ឋានតន្ទិញមេរៀនទាំងពុទ្ធសាសនាទាំងបាលីទាំងចំណេះដឹងទូទៅ